បានគូរង្វង់នៅលើកម្រាលដែលដេសាព្រមមានអ្វីមួយអាក្រក់កំពុងព្យាយាមចូលតាមទ្វារតាន់ពេលគាត់ក៏គូរង្វង់រយដរាល់នៅពេលដែលវិញ្ញាណចូលមកក្នុងបន្ទប់វាបន្តដៃជំវិញក្រែដែលមានរបាំងដែលមើលមិនឃើញឃុំវាទុកនៅខាងក្រៅហើយមិនអោយវាចូលមកជិតជាងនេះទៀតចែកដឹងថាវិញ្ញាណមិនអាចទៅដល់គាត់ទេគាត់ក៏ងងុយគេងបន្តិចម្ដងបន្ទាប់ពីពិនិត្យមើលបន្ទប់ហើយឃើញថាវិញ្ញាណបានបាត់ទៅហើយគាត់ក៏ធូរចិត្តចែកគឺជាអ្នកនិពន្ធដែលជំនាញខាងប្រភេទរន្ធត់អារ៉ូបីចាប់តាំងពីពេលនោះមកចែកបានឃើញខ្មោចម្ដាយរបស់គាត់ថ្មីនេះការមើលឃើញកាន់តែញឹកញាប់ភាពភ័យខ្លាចនិងកំហុសបានតាមឡងគាត់តែសង្ឃឹមថានឹងផ្ដល់សន្តិភាពដល់ឪពុកម្ដាយរបស់គាត់បានសម្រេចចិត្តយកផេះរបស់ពួកគេទៅបែកនៅកន្លែងទេសចរដែលពួកគេចូលចិត្តបន្ទាប់មកគាត់បានចូលស្នាក់នៅសន្តាគារចាស់មួយដែលពួកគេធ្លាប់ស្នាក់នៅគាត់ក្រុងនឹងចាក់ចេញនៅថ្ងៃបន្ទាប់ប៉ុន្តែនៅទីនោះគាត់បានលើរឿងព្រេងចម្លែកគេនិយាយថាមេធ្មប់ម្នាក់ធ្លាប់ត្រូវបានគេដុតទាំងរស់នៅសន្តាគារនោះចាប់តាំងពីពេលនោះមកភ្ញៀវបានបាត់ខ្លួនយ៉ាងអាថាកំបាំងបន្ទាប់ពីការស៊ើបអង្កេតជាច្រើនលើកមិនបានជោគជ័យម្ចាស់ក៏បានបិទបន្ទប់ដែលតាក់ទងនឹងរឿងព្រេងនោះគ្រប់គ្នាត្រូវបានប្រមានកុំឲ្យចូលទៅជិតដោយចង់ដេញចង់ឃើញចែកបានសុំឲ្យអ្នកទទួលភ្ញៀវនាំគាត់ចូលទៅខាងក្នុងប៉ុន្តែនាងបដិសេធព្រោះខ្លាចមានបញ្ហាអាណាដែលចូលចិត្តរឿងខ្មោចបានដកសៀវភៅមួយចេញមកភ្លាមយោងតាមសៀវភៅការគូររង្វង់ជំវិញអាចការពារអ្នកពីមេធ្មប់បានខណៈពេលដែលពួកគេកំពុងនិយាយនិយោជិតសន្តាគារម្នាក់ឈ្មោះ Abby បានដើរមកជិតដោយរំភើបអាណាបានសុំឲ្យគាត់និយាយរឿងនោះម្ដងទៀត Abby ត្រូវបានគេសន្មតថាជាមនុស្សម្នាក់ដែលបានជួបមេធ្មប់បន្ទាប់ពីស្ទាក់ស្ទើរមួយសន្ទុះគាត់ក៏ចាប់ផ្ដើមថ្ងៃមួយខណៈពេលដែលកំពុងលាក់ខ្លួននៅជិតបន្ទប់ជំនួសឲ្យធ្វើការស្រាប់តែមានអ្វីមួយបានគោះមុខរបស់គាត់ចេញគាត់បានបំភ្លឺពេលទៅក្នុងភាពងងឹតហើយនៅទីនោះគាត់បានឃើញមុខស្លេកសម្លឹងមើលគាត់វិញ Jack អត់មិនចាប់អារម្មណ៍ទេនៅពេលដែល Abby នៅតែនិយាយទោះបីជាត្រូវបានគេបដិសេធក៏ដោយ Jack ក៏បានចាប់ស្លាបព្រាក្តៅហើយសង្កត់ទៅលើដៃរបស់គាត់ដោយអាម៉ាននឹងឈឺចាប់ Abby ក៏ដើរចេញយប់នោះអាណាដឹងថា Jack បានរំលែករបស់របរមួយចំនួននាងបានទៅយកមកវិញប៉ុន្តែទោះបីជានាងគួរធ្វើយូរប៉ុណ្ណាក៏ដោយក៏គ្មានអ្នកឆ្លើយតបដែរអ្វីដែលនាងមិនដឹងគឺថា Jack ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់យប់នោះគាត់ត្រូវបានគ្របដណ្ដើមដោយការមើលឃើញដ៏គួរឲ្យភ័យខ្លាចដែលមានភាពសោកសៅចំពោះម្ដាយរបស់គាត់ក៏បានដូរសន្លប់បន្ទាប់ពីត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ Jack ក៏បានត្រឡប់ទៅសន្តាគារដើម្បីយករបស់របស់គាត់កន្លែងនោះមានអារម្មណ៍ថាទទេស្អាតជាងមុនទៅទៀតនោះហើយជាពេលដែលគាត់បានដឹងថាអាណាបានបាត់ខ្លួនយ៉ាងអាថាកំបាំងខណៈពេលដែលគាត់កំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យប៉ូលីសបានស្វែងរកទាំងសន្តាគារចម្បងគឺបរិះគ្មានតែសម្បែម្នាក់ដែលរស់នៅក្បែរនោះបរិះនោះតែងតែបុព្វសិទ្ធដែលធ្វើមានការយល់ឃើញផ្សេងៗហើយលីវាជាមួយទឹកពួកជឿថាវាអាចពង្រីកការយល់ឃើញរបស់មនុស្សភាគច្រើនគិតថាគាត់ឆ្កួតមាននរណាម្នាក់បានឃើញគាត់និយាយជាមួយអាណានៅយប់ដែលនាងបាត់ខ្លួនដែរទោះបីជាមានផុសតាំងទាំងអស់ចង្អុលទៅបរិះគ្មានតែសម្បែក៏ដោយ Jack មិនជឿទេគាត់ធ្លាប់បានចូលបរិះនោះពីមុនមកទោះបីជាគាត់ចម្លែកក៏ដោយពួកគេពិតជាត្រូវរកគ្នាអ្វីដែលធ្វើ Jack កាន់តែឆ្ងល់គឺថាបន្ទប់ដែលបិទជិតនោះមិនដែលត្រូវបានគេឆេះឆេរទេបុគ្គលិកបានបញ្យល់ថាមានតែម្ចាស់សន្តាគារទេដែលមានសោទ្វារដែកមាននរណាម្នាក់ផ្សេងទៀតអាចចូលទៅខាងក្នុងបានទេ Jack ក៏បានសម្រាប់ទៅស៊ើបអង្កេតកន្លែងរបស់បរិះគ្មានតែសម្បែនោះនៅទីនោះគាត់បានរកឃើញសៀវភៅដែលអាណាចូលចិត្តនៅក្នុងរថយន្តមួយភ្លាមនោះបរិះគ្មានតែគាត់ក៏ស្រាប់តែលេចមុខមកជំនួសឲ្យការរត់គាត់បានឆ្លើយសំណួររបស់ Jack ដោយស្ងប់ស្ងាត់គាត់អះអាងថាអាណាគឺជាមិត្តរបស់គាត់បានបដិសេធថាមិនបានធ្វើបែបនេះទេតាមពិតទៅគាត់និយាយថាគាត់បានឃើញខ្មោចរបស់អាណាកាលពីយប់មុនគាត់បានលួចចូលទៅក្នុងសន្តាគារដោយសង្ឃឹមថានឹងលួចអ្វីមួយខណៈពេលដែលកំពុងចាក់ចេញកណ្ដឹងចន្ទៃយន្តសេវាកម្មចាស់នៅខាងក្នុងបន្ទប់ដែលបិទជិតនោះក៏រត់ឡើងភ្លាមខ្មោចរបស់អាណាបានលេចមុខមកហើយចង្អុលទៅកាន់ចន្ទៃយន្តបរិះគ្មានផ្ទះសម្បែងក៏បានទៅរកអ្វីមួយដែលគាត់អាចប្រើជាអាវុធបានខណៈពេលដែលកំពុងរងចាំនៅជិតច្រកចូល Jack ក៏បានឮសំឡេងធ្លាក់ខ្លាំងមួយគឺឆ្មាំសន្តិសុខបានរកឃើញអ្នកច្រនពៀនហើយវាយគាត់ឲ្យសន្លប់ឆ្មាំមិនដែលបានកត់សម្គាល់ឃើញដែកដែលលាក់ខ្លួននៅក្បែរនោះទេដូច្នេះ Jack ក៏បន្តដំណើរតែម្នាក់ឯងមិនយូរប៉ុន្មានគាត់ក៏បានទៅដល់ជាន់លើហើយចូលទៅក្នុងបន្ទប់ដ៏អធិកំបាំងនោះនៅខាងក្នុងគ្មានអ្វីខុសពីធម្មតាទេគ្រាន់តែមានក្លិនស្អុយបន្តិចបន្តួចប៉ុណ្ណោះគាត់ក៏បានធូរស្រាលបន្តិចម្ដងទេដែលមិនដឹងខ្លួនគាត់ក៏បានដេកលូបែតក្រោយមកមាននរណាម្នាក់បានដាស់គាត់ឲ្យភ្ញាក់ម្ចាស់សន្តាគារបានរកឃើញកូនសោដែលបាត់ហើយក៏មកស៊ើបអង្កេតដោយមិនបានគិត Jack ក៏បានហួចកូនសោឲ្យទៅពេលដែលពួកគេហាប់នឹងចែកចេញ Jack ក៏បានកត់សម្គាល់ឃើញទ្វារតូចមួយដែលលាក់នៅលើជញ្ជាំងប្រតិកម្មរបស់ម្ចាស់គឺភ្លាមគាត់បានជំរុញឲ្យចាក់ចេញភ្លាមដែលមិនគាល់ពីគាត់ Jack ក៏បានបើកទ្វារនៅខាងក្នុងមានចន្ទៃយន្តចាស់មួយអេរីយ៉ាបាត់ភេសឡងស្លោរបស់ម្ចាស់ធ្វើឲ្យ Jack សង្ស័យគាត់បានចុចប៊ូតុងបញ្ជានៅពេលដែលម៉ាស៊ីនចាប់ផ្ដើមដំណើរការមានអ្វីមួយបានងើបឡើងយឺតពីខាងក្រោមវាគឺជាអាណាសាក់សាប់របស់នាងបានបាត់ខ្លួនជាច្រើនថ្ងៃ Jack អថាកម្បាំងរបស់ម្ចាស់ត្រូវបានបែកធ្លាយគាត់បានចាក់សោបន្ទប់ភ្លាមហើយចាក់ចេញបន្ទាប់មកគាត់បានរៀបចំសន្តាគារដើម្បីធ្វើឲ្យហាក់ដូចជាគ្មាននរណាម្នាក់ធ្លាប់បានចូលមកឡើយផែនការរបស់គាត់គឺសាមញ្ញទុកឲ្យ Jack ជាប់ក្នុងបន្ទប់នោះជារៀងរហូតនៅក្បែរសាកសពរបស់អាណា Jack បានរកឃើញឧបករណ៍ថតសម្លេងរបស់គាត់នៅក្នុងសារដែលបានកត់ត្រាទុកអាណាបានបង្ហាញការពិត
នាមបានតាក់ទងជាមួយម្ចាស់សន្តាគារហើយនាមមានផ្ទៃពោះប្រសិនបើតំណែងនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈអ្វីគ្រប់យ៉ាងដែលគាត់បានកសាងនឹងត្រូវបំផ្លាញដូច្នេះគាត់បានចាក់សាលនៅក្នុងចន្ទៃយន្តដោយសារតែការគ្រប់គ្រងនៃជាន់ក្រមត្រូវបានខូចចន្ទៃយន្តអាចដំណើរការបានទៅពីខាងលើប៉ុណ្ណោះអាណាបានស្លាប់ម្នាក់ឯងក្នុងភាពងងឹតនិងអស់សង្ឃឹមរឿងព្រេងមេធ្មឹបបានខ្លាយជាគម្របដ៏ល្អចិត្តឥឡូវនេះជាប់ជាប់នៅក្នុងបន្ទប់ដដែលគាត់បដិសេធមិនព្រមស្លាប់នៅទីនោះទេហើយគាត់បដិសេធមិនព្រមឲ្យការពិតបាត់បង់ទៅជាមួយគាត់ទេព្រះពីយាមរកផ្លេចចេញដែលអស់សង្ឃឹមគាត់បានរកឃើញទ្វារឆ្កែតូចមួយដែលលាក់នៅពីក្រៅទូប៉ុន្តែវាត្រូវបានចាក់សោពីខាងក្រៅអ្វីដែលគាត់អាចរកបានគឺកំបិតតែបាយមួយគាត់បានព្យាយាមដោះស៊ីស្វីសដែលច្រាចាប់នៅជុំវិញមាត់ទ្វារបន្ទាប់ពីព្យាយាមយ៉ាងខ្លាំងគាត់ក៏បានដោះវាសមួយចេញប៉ុន្តែវាសជាច្រើនទៀតត្រូវបានចាក់គឺថាមានអ្វីមួយកំពុងសម្លឹងមើលគាត់ពីខាងក្រោយភាពត្រជាក់បានរត់ពេញខ្លួនគាត់ជាលើកដំបូងគាត់ឆ្ងល់ថាតើរឿងព្រេងនៃធ្មប់អាចជាការពិតមែនទេហើយថាតើចម្លែកទាំងអស់ត្រូវបានលាក់នៅក្នុងបន្ទប់ក្រោមដីប្រហែលជាមានផ្លូវចេញផ្សេងទៀតដែលបដិញ្ញាចិត្តស្វែងរកការពិតចែកក៏បានចុះទៅជាន់ក្រោមមុនពេលទៅគាត់បានបង្កើតយន្តការសាមញ្ញដែលប្រែរូបចម្លាក់ដែលបំពល់បានវាអាចចុចប៊ូតុងនៅចន្ទៃយន្តដែលស្វ័យប្រវត្តិរៀងរាល់ម៉ោងចន្ទៃយន្តនឹងមិនជាប់នៅក្រោមដីទេគាត់ក៏បានសម្រេចចិត្តចាក់ចេញយ៉ាងលឿនប៉ុន្តែនៅពេលដែលគាត់ក្រោកឈរគាត់បានទាត់អ្វីមួយនៅលើឥដ្ឋវាគឺជាដុំដីសាដែលប្រែរួចការរកឃើញនោះធ្វើឲ្យគាត់កាន់តែមិនស្រួលចិត្តគាត់បានរត់ត្រឡប់ទៅចន្ទៃយន្តវិញគាត់នៅសល់តែ1នាទីទៀតប៉ុណ្ណោះមុនដល់ម៉ោងគាត់គ្រាន់តែរងចាំបន្ទាប់មកភ្លាមភ្លាមភ្លើងទាំងអស់នៅក្នុងបន្ទប់ក្រោមដីក៏រលត់មួយសន្ទុះក្រោយមកសំឡេងច្បាស់អូកាត់អិតបានបន្លឺឡើងក្នុងភាពងងឹតចេះដឹងច្បាស់ថាมันមានរសរសនៅទីនោះទេក្នុងពេលដែលគាត់ស្វែងរកសំណាងល្អម៉ោងបានមកដល់ហើយចន្ទៃយន្តហេបនឹងដំណើរការប៉ុន្តែសំឡេងនោះកាន់តែជិតមកដល់ហើយនៅក្នុងភាពងងឹតចេះគិតថាគាត់បានឃើញមុខដ៏គួរឲ្យខ្លាចទីបំផុតចន្ទៃយន្តក៏ចាប់ផ្ដើមដំណើរការចេកបានរត់គេចខ្លួនទៅបន្ទប់ខាងលើវិញដោយដកដង្ហើមធំគាត់មើលចុះតាមរន្ធចន្ទៃយន្តហើយនៅទីនោះកំពុងឡើងមកលើតាមភាពងងឹតគឺកំពុងរងចាំគាត់នៅពេលនោះចេកលែងអាចបដិសេធបានទៀតហើយមេធ្មប់នោះគឺពិតប្រាកដមែន